លីកកម្ពុជាកម្ពុជាបានចាប់ឆ្នោតរួចរាល់ជាស្ថាពរសម្រាប់នៅការឆ្នាំ2026-2027ជាមួយនឹងការរីកចម្រើនយ៉ាងខ្លាំងពិសេសនោះក្លឹបនីមួយៗបានរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនយ៉ាងល្អជាមួយនឹងការនាំចូលកីឡាករល្អៗបរទេសជាច្រើនដើម្បីពង្រឹងក្រុមប្រជែងប្រជែងនៅរដូវកាលថ្មីខុសប្លែកពី10ឆ្នាំមុននៅពេលដែលលីកកម្ពុជាចាប់ផ្ដើមយើងឃើញថាហាក់បីដូចជាមានភាពស្ងប់ស្ងាត់មិនសូវមានអ្នកចាប់អារម្មណ៍ច្រើនទេតែពេលនោះគឺជម្រើសជាតិរបស់យើងគឺពុះកញ្ជ្រោលខ្លាំងនិងទម្រង់លេងល្អខ្លាំងមែនទែនតែក្រឡេកមកមើលបច្ចុប្បន្នលីកកម្ពុជារបស់យើងដើរដល់កម្រិតមួយដែលអាចប្រកួតប្រជែងក្រុមនៅក្នុងតំបន់ពិសេសនោះលើឆាកអន្តរជាតិបានថែមទៀតផងប៉ុន្តែជម្រើសជាតិហាក់បីជាកំពុងតែថយក្រោយបន្តិចម្ដងបន្ទាប់ពីថ្មីនេះយើងចាញ់សិង្ហបុរី2-1និងឥណ្ឌូនេស៊ី5-1សំណួរសួរថាតើយើងត្រូវកែលម្អអ្វីខ្លះដើម្បីឲ្យក្រុមជម្រើសជាតិរបស់យើងត្រឡប់មកភាពខ្លាំងសាជាថ្មីថ្ងៃនេះយើងវិភាគ5ចំណុចដើម្បីកែលម្អនិងមតិមួយសម្រាប់ឲ្យក្រុមជម្រើសជាតិកម្ពុជាយើងត្រឡប់មកភាពខ្លាំងម្ដងទៀតតោះ5ចំណុចនោះមានអ្វីខ្លះទៅទស្សនាទាំងអស់គ្នាចំណុចទី1គឺទទួលស្គាល់ការពិតនៅក្នុងពិភពបាល់ទាត់មានចាញ់មានឈ្នះគឺជារឿងធម្មតាប៉ុន្តែតម្រង់ពិបាកលេងពិសេសនោះគឺចាញ់ច្រើនធ្វើឲ្យអ្នកគ្រប់គ្រងខកចិត្តគឺជារឿងមួយដែលយើងពិបាកទទួលយកខ្លាំងមែនទែនពិសេសនោះគឺលទ្ធផលដែលយើងចាញ់ឥណ្ឌូនេស៊ី5-1និងចាញ់សិង្ហបុរីគឺជាក្រុមដែលយើងអាចថាឈ្នះបាននេះបង្ហាញថាកម្រិតរវាងក្រុមកម្ពុជានៅជាមួយនឹងក្រុមនៅតំបន់ខ្លាំងគឺនៅឆ្ងាយពីគ្នានៅឡើយជំនួសឲ្យការស្វែងរកអ្នកទទួលខុសត្រូវម្នាក់យើងគួរតែមើលបញ្ហាជារួមថាបញ្ហាមកពីអីព្រោះបាល់ទាត់គឺជាការងារជារួមមិនមែនជាការងាររបស់បុគ្គលណាម្នាក់ឡើយដូច្នេះយើងត្រូវស្វែងរកជារួមដើម្បីសម្រេចផលគោលដៅរបស់យើងទាំងអស់គ្នាចំណុចទី2គឺលីកនៅក្នុងស្រុកត្រូវតែរីកចម្រើនទៅមុខក្រុមជម្រើសជាតិមួយខ្លាំងរឹងមាំឬអត់គឺពឹងផ្អែកទៅលើលីកកម្ពុជាខ្លាំងគុណភាពនៅក្នុងស្រុកនេះហើយការប្រកួតប្រជែងខ្លាំងពិសេសមានកីឡាករក្មេងៗដែលទទួលបានឱកាសលេងច្រើននៅក្នុងលីកកម្ពុជាក្លឹបវិនិយោគបណ្ដុះបណ្ដាលទៅលើយុវជនលីកកាន់តែខ្លាំងសម្បូរយុវជនឆ្នាំនោះជម្រើសជាតិកម្ពុជាយើងនឹងល្អជាងមុនប៉ុន្តែបញ្ហាដែលយើងជួបបច្ចុប្បន្ននេះគឺក្លឹបធំហាក់បីជាមិនសូវប្រើប្រាស់យុវជនទេគឺប្រើប្រាស់កីឡាករបរទេសជាច្រើនជាងពិសេសនោះគឺតំបន់ប្រយុទ្ធតែម្ដងអ្វីដែលយើងឃើញជាក់ស្ដែងគឺក្នុងតំបន់ប្រយុទ្ធយើងពិបាករកខ្លាំងមែនទែនមិនសូវមានកីឡាករយុវជនខ្មែរណាដែលបញ្ចប់ទីល្អជាខ្សែប្រយុទ្ធដែលនៅក្នុងប្រអប់ដែលយើងអាចចាត់ទុកថាជាខ្សែប្រយុទ្ធមួយដែលមុតស្រួចបានទេព្រោះអីនៅលីកកម្ពុជាកម្ពុជាក្លឹបធំមួយចំនួនសង្វាតប្រើប្រាស់កីឡាករបរទេសមកជំនួសដើម្បីប្រកួតប្រជែងក្នុងលីកកម្ពុជាចំណុចទី3គឺជាចំណុចដែលសំខាន់ការអភិវឌ្ឍទៅលើយុវជនតែដែលគេរីកចម្រើនក្នុងវិស័យបាល់ទាត់ដូចជាប្រទេសជប៉ុនប្រទេសកូរ៉េខាងត្បូងគេមិនប្រើប្រាស់កីឡាករចូលសញ្ជាតិឬក៏ប្រើប្រាស់កីឡាករកូនកាត់ទេគឺគេពឹងផ្អែកទៅលើយុវជនថ្នាលរបស់ពួកគេតែម្ដងគេចាប់ផ្ដើមបង្កើតយុវជនថ្នាលមានគ្រូបង្វឹកដែលមានគុណភាពពិសេសនោះការប្រកួតប្រជែងជាប្រចាំគេបង្កើតលីកសម្រាប់យុវជនពិសេសនោះគឺការបញ្ជូនយុវជនទៅក្រៅប្រទេសទៅលីកធំតាមរយៈកម្មវិធីផ្សេងៗឬក៏ tournament ផ្សេងៗដើម្បីយុវជនថ្នាលរបស់គេមានការប្រកួតប្រជែងតែខ្ពស់កាន់តែខ្លាំងឡើងការវិនិយោគទៅលើយុវជននេះប្រិយមិត្តទាំងអស់គ្នាគឺมันអាចវិនិយោគថ្ងៃនេះថ្ងៃស្អែកបានផលទេគឺត្រូវចាយរយៈពេលរហូតដល់5ឬទៅ10ឆ្នាំទើបយើងអាចទទួលផលបានវិញចំណែកចំណុចទី4ប្រិយមិត្តយើងគឺបទពិសោធន៍អន្តរជាតិការប្រកួតជាមួយក្រុមខ្លាំងមិនថាប្រកួតអន្តរជាតិឬការប្រកួតផ្លូវការទេវាតែងតែមានចាញ់និងឈ្នះពិសេសនោះគឺចាញ់គឺយើងត្រូវតែទទួលយកព្រោះអីវាគឺជាឱកាសមួយដែលយើងរៀនសូត្រពីការលេងរបស់ក្រុមខ្លាំងកីឡាករទទួលបានបទពិសោធន៍ពីល្បឿនប្រកួតរបស់ពួកគេការសម្រេចចិត្តការទប់ទល់ពីការដាក់សម្ពាធរបស់ក្រុមខ្លាំងដែលអាចឲ្យពួកគេយកទៅអភិវឌ្ឍពិសេសនោះចែករំលែកទៅដល់យុវជនចំនួនក្រោយទៀតថែមទៀតផងចំណែកចំណុចចុងក្រោយគេប្រិមត្តយើងចំណុចទី5គឺការអត់ធ្មត់និងការគ្រប់គ្រងការកសាងក្រុមជម្រើសជាតិមួយខ្លាំងមិនអាចធ្វើក្នុងរយៈពេលខ្លីបានទេអ្នកគ្រប់គ្រងមានតួនាទីក្នុងការលើកទឹកចិត្តការរិះគន់ដោយផ្អែកលើហេតុផលសមរម្យមួយនិងបន្តការគ្រប់គ្រងជាបន្តអាចជួយជំរុញឲ្យកីឡាករនិងក្រុមអភិវឌ្ឍបន្តទៅមុខទៀតបានជាក់ស្ដែងយើងចាញ់លទ្ធផលឥណ្ឌូនេស៊ី5-1និងអតីតកាលយើងរំលឹកការចាញ់អ៊ីរ៉ង់ដល់លទ្ធផល14-0ជាមេរៀនមួយដ៏ធំដែលយើងត្រូវសិក្សាមករៀនកែលម្អដើម្បីអភិវឌ្ឍលើយុវជនយើងចំនួនក្រោយក្នុងស្រុកគុណភាពនៃការវឹកហាត់ប្រកួតប្រជែងអន្តរជាតិនោះយើងនឹងប្រែក្លាយពីចំណុចបរាជ័យទៅដល់ចំណុចរីកចម្រើននិងចំណុចខ្លាំងវិញបាល់ទាត់មិនមែនវាស់ត្រឹមតែលទ្ធផលមួយប្រកួតទេប៉ុន្តែវាវាស់ពីសមត្ថភាពនៃពីការរៀនពីបរាជ័យនិងត្រឡប់មកវិញឲ្យកាន់តែខ្លាំងនិងកាន់តែរីកចម្រើនប្រិយមិត្តទាំងគ្នានេះគឺជាការយល់ឃើញក៏ដូចជាផ្នត់គំនិតរបស់ខ្ញុំមុននឹងលេខកម្ពុជាកម្ពុជាចាប់ផ្ដើមយើងគួរតែត្រៀមយុវជនឆ្នាំដើម្បីឲ្យមានឱកាសក្នុងការលេងដើម្បីបញ្ចេញសមត្ថភាពពួកប្រិយមិត្តដឹងហើយក្រុមជម្រើសជាតិកម្ពុជាយើងកំពុងខាតយុវជនឆ្នាំដូចជាមិនសូវលេចធ្លោទេប្រហែលឆ្នាំចុងក្រោយនេះ ប
ចាំបងប្អូនទាំងនេះយល់ថាបញ្ហាធំរបស់បាល់ទាត់កម្ពុជាគឺជាអ្វីគឺជាការអភិវឌ្ឍទៅលើយុវជនលីកក្នុងស្រុកឬក៏បទពិសោធន៍អន្តរជាតិសូមបងប្អូនជួយបញ្ចេញមតិក្នុងន័យថាបណាក្នុងន័យកែលម្អនៅ comment ខាងក្រោមអរគុណប្រិយមិត្តទាំងគ្នាសម្រាប់ទស្សនាវីដេអូនេះតាំងពីដើមដល់ចប់បើមានកន្លែងណាខ្វះខាតកន្លែងណាមិនត្រឹមត្រូវសូមជួយកែសម្រួលផងកុំភ្លេចជួយចុច like comment follow ដើម្បីទស្សនាវីដេអូថ្មីៗជាបន្តទៀត